ហើយនេះខ្ញុំប្រាប់ពី function copy នៅពេលដែលយើង copy ឯកសារអញ្ចឹងយើងមិនបើកដំបូងមកវានឹង load បែបនេះយើងចូលកន្លែង copy មកវានឹង load ផ្ទាំងមួយទៀតបែបនេះអញ្ចឹង function មួយចំនួននៅលើនេះមានដូចជាទី1គឺកន្លែង select color អញ្ចឹងអានេះវាអាច select auto ឬមួយក៏យកសខ្មៅយកអីចឹងបានកន្លែង select color ហ្នឹងណាបងបាទទី2កន្លែង zoom អញ្ចឹង zoom នេះ ព្រិចព្រមគឺតាក់ទងនឹងការព្រមពី A4 ទៅ A3 ព្រិចពី A4 ទៅ A3 ព្រមអានេះព្រមពី A3 មក A4 វិញអានេះព្រិចពី A4 ទៅ A3 វាព្រិចវិញណាឥឡូវជំហានដំបូងខ្ញុំ copy វារីឲ្យបងមើលឧទាហរណ៍ខ្ញុំមានកระดาษ A4 អញ្ចឹងខ្ញុំចង់ព្រិចទៅ A3 អញ្ចឹងខ្ញុំដាក់កណ្ដាលវាបដ ாய் បែបនេះឃើញទេកុំដាក់ចេះណាដាក់ចេះវាដាច់អញ្ចឹងយើងដាក់មកចេះមកបាទអញ្ចឹងខ្ញុំព្រិចទៅ A3 អញ្ចឹងខ្ញុំចុច 141% ចុច OK អញ្ចឹងនៅពេលហ្នឹងវានឹង load កន្លែងនេះ A3 តែតថតกระดาษយើងអាត្រេខាងក្រោមនេះយើងមានដាក់กระดาษ A3 ដែរណាខាងក្រោមនេះបាទតមកទៀតយើងចង់យកប្រហែលស្លឹកយើងចុចលើនេះមកឧទាហរណ៍ខ្ញុំចង់យក2ស្លឹកចុចលេខ2អញ្ចឹងកន្លែងនេះវានឹង load លេខ2បាទហើយតមកចុច start អញ្ចឹងនៅពេលចុច start ម៉ាស៊ីនវានឹងដំណើរការហើយវានឹង print กระดาษ A3 មក2ស្លឹកហើយអញ្ចឹងអានេះមាន A3 2ស្លឹកឃើញវាធំណាអញ្ចឹងទំហំតាក់ទងនឹងការព្រិចវានឹងកើនតាមហ្នឹងអានេះ A4 យើងអញ្ចឹងអានេះ A3 វារីកធំជាងមុនណាឃើញទេបាទអញ្ចឹងសម្រាប់ប៉ះសិនបើគេមានកระดาษ A3 អញ្ចឹងគេចង់ព្រមមក A4 វិញគេគ្រាន់តែចូលកន្លែង copy radio ហ្នឹងមកហើយគេយកពាក្យថា 70% ហើយគេដាក់กระดาษ A យើងដាក់กระดาษ A3 អញ្ចឹងមកអញ្ចឹងនេះវាលូតធំហើយយើងចុច OK មកអញ្ចឹងនៅពេលហ្នឹងកន្លែងនេះវានឹង load មក A4 វិញយើងចុចប៊ូតុង start ទៅវានឹង copy ពីគ្នាណាបាទមិញកន្លែងនេះ select color ហើយទី1ទី2 copy zoom ទី3កន្លែង select paper អញ្ចឹង select paper នេះគ្រាន់តែយើងចង់ copy ចេញពីថតមួយណាទេឧទាហរណ៍ម៉ាស៊ីនយើងមាន4ថត A4 A4 A3 A4 អញ្ចឹងណាអញ្ចឹងយើងចង់ copy ចេញពីថតមួយណាយើងគ្រាន់តែ select អញ្ចឹងមកអញ្ចឹងវានឹង copy ចេញពីថតខាងក្រោមនេះថតមួយណាវា select ថតហ្នឹងវានឹង copy ចេញពីថតហ្នឹងហើយប៉ុន្តែក្នុងករណីយើងវាដាក់ថា auto អញ្ចឹង auto យើងដាក់กระดาษទៅឧទាហរណ៍ខ្ញុំមាន A4 អញ្ចឹងខ្ញុំគ្រាន់តែដាក់กระดาษ A4 អញ្ចឹងអានេះយើងយក auto គាត់ដាក់กระดาษ A4 អញ្ចឹងនៅពេលដែលគ្របទៅវានឹងចាប់ថា A4 អញ្ចឹងថតណាដែលមានកระดาษ A4 វានឹង load auto ខ្លួនវាកន្លែងហ្នឹងប៉ុន្តែវាដឹងតែចាប់ពីថតទី1ថតទី2ថតទី3ទៅវា auto តែបើយើងអត់ចង់ចោត copy ថតទី1ទេអានេះវាដាក់ថតទី1ខ្ញុំចង់ copy ថតទី2អញ្ចឹងខ្ញុំចុចអញ្ចឹងខ្ញុំចុច OK មកអញ្ចឹងវានឹង load វាថាថតទី2ហើយអានេះកន្លែង select ថតกระดาษបាទអញ្ចឹងអានេះ select ថតកន្លែងហើយមួយទៀតកន្លែង finishing នេះកន្លែងចាប់ជា group បើថាវានេះវាចាប់ជាច្បាប់ឲ្យយើងឧទាហរណ៍ឯកសារយើងមានប្រមាណច្បាប់យើងចង់ copy ទៅយើងគ្រាន់តែ select កន្លែង click ហ្នឹងទៅអញ្ចឹងឧទាហរណ៍ឯកសារខ្ញុំមាន10ស្លឹកតែខ្ញុំចង់យក10ច្បាប់ដូចគ្នា10ស្លឹក copy 10ច្បាប់អញ្ចឹងខ្ញុំ select តែកន្លែងហ្នឹងទៅចុច OK មកវានឹង copy ខ្ញុំ10ច្បាប់ចេញមកមួយច្បាប់បានថាវាចេញមកច្បាប់គ្រប់10ស្លឹកហើយបានវាចេញមកច្បាប់ទៀតកន្លែងហ្នឹងបាទ